រាជធានីភ្នំពេញនាព្រឹកថ្ងៃច័ន្ទទី26ខែមករាឆ្នាំ2026ឯកឧត្តមឆាយរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករានិងលើកទីដៅការងារខែកុម្ភៈឆ្នាំ2026របស់ក្រសួងអភិវឌ្ឍជនបទនៃទីស្តីការក្រសួងកិច្ចប្រជុំនេះមានវត្តមានចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំនៃទីស្តីការក្រសួងដោយឡែកថ្នាក់ដឹកនាំជាពូប្រឹក្សាក្រសួងនិងមន្ទីរអភិវឌ្ឍជនបទទាំង25រាជធានីខេត្តអញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិតឬ Zoom Meeting តាមរយៈសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករាដែលអានដោយឯកឧត្តមបានបូរ៉ាត់អគ្គនាយករដ្ឋាភិបាលនិងហិរញ្ញវត្ថុបានគូសបញ្ជាក់ថាក្រសួងអភិវឌ្ឍជនបទបាននឹងកំពុងបំពេញបេសកកម្មយ៉ាងសកម្មដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាជនតាមរយៈកម្មវិធីអាទិភាពចំនួន5រួមមាន 1. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទ 2. ការលើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទ 3. ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ 4. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទនិង 5. ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅរបាយការណ៍ដោយដែលបានវាយតម្លៃថាការងារសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរព្រមទាំងបានដាក់ចេញទីដៅការងារបន្តយ៉ាងច្បាស់លាស់ផងដែរបន្ទាប់ពីបានស្ដាប់របាយការណ៍ឯកឧត្តមរដ្ឋមន្ត្រីឆៃរិទ្ធិសែនបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបានឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្មដើម្បីសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងនិងឈានទៅសម្រេចចក្ខុវិស័យនៃគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទគឺកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌និងចីរភាពឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់បន្ថែមទៀតថាសមិទ្ធផលទាំងនេះគឺពិតជាបានឆ្លើយតបចំគោលដៅនិងសំណូមពររបស់ប្រជាពលរដ្ឋនិងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមឲ្យសម្រេចនៃកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនិងនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាចុងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីក៏បានបដៅជាអនុសាសន៍មួយចំនួនដើម្បីជាការតម្រង់ទីក្នុងការបន្តអនុវត្តទូនាទីភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់